នេះបងប្អូនឥឡូវចង់និយាយថាហូបនេះខ្ញុំធ្វើនេះខ្ញុំមើលបានហាន់រួចរាល់ហើយនេះទឹកក្តៅរបស់យើងបងប្អូនហើយបន្លែរបស់នេះខ្ញុំក៏រួចរាល់ហើយដែរនេះខ្ញុំបានចិត្តជាងស្អាតហើយនឹងស្រស់រួចហើយបងប្អូនទឹកក្តៅនេះនាងខ្ញុំមើលទុកស្រស់ឈាមបងប្អូនដើម្បីចម្អិនវាឲ្យស្អាតកុំឲ្យវាមានមេរោគមានអីចឹងពេលយើងឆាទៅវាសុខភាពក្នុងការដែលអ្នកហូបកាត់ហូបឥឡូវនេះខ្ញុំធ្វើការដាក់ឈាមរបស់យើងដែលនេះខ្ញុំហាន់ហើយស្រស់វាឲ្យស្អាតបងប្អូនស្រស់វាឲ្យឆ្អិនល្អឥឡូវឈាមរបស់យើងចាប់ដើមឆ្អិនហើយបងប្អូនចាប់ដើមពុះបណ្ដើរហើយនេះតែចិត្តនេះខ្ញុំនឹងធ្វើការស្រង់យកវាចេញណាបងប្អូនឆ្អិនហើយបងប្អូនខ្ញុំធ្វើការយកឈាមរបស់យើងដែលស្រស់រួចស្ងោររួចណាបងប្អូនស្រង់យកវាចេញណាបងប្អូនបងប្អូនថ្ងៃនេះបានមកមុខម្ហូបថ្មីទៀតហើយគឺឆាបន្លែរបស់បងប្អូនគ្រឿងផ្សំរបស់យើងមានដូចជាឆាប់ចូលចិត្តគ្រឿងផ្សំរបស់យើងមានដូចជាឈាមហើយនិងសាច់ជ្រូកបងប្អូននេះបងប្អូនបន្លែរបស់យើងតំណងទេបងប្អូននេះឃើញទេមានដូចជាម្នាស់ហើយនឹងការខាត់ណាពេញប៉ោះហើយនឹងទេសខ្លោបហើយនឹងខ្ទឹមបារាំងបងប្អូនវាជាមួយទឹកសក់ទឹកផងដែរបងប្អូនឥឡូវនេះខ្ញុំធ្វើការឆាបងប្អូននេះខ្ញុំចាប់ដាក់មកទឹកត្រីចូលហើយនេះខ្ញុំចាប់ដាក់បងដាក់ត្រីចូលបងប្អូនស្ត្រីមេផ្ទះក៏អាចចូលមកដែរបងប្អូនបងប្អូននេះខ្ញុំធ្វើការហាន់ទឹកបងប្អូនដើម្បីយកបងចូលឆាបន្លែគ្រប់មុខរបស់យើងជាមួយនឹងសាច់ជ្រូកហើយនឹងឈាមរបស់យើងបងប្អូនហើយខ្ញុំធ្វើការហាន់ទឹកហើយទុកបងឬឆារបស់យើងចុងក្រោយពេលដែលយើងឆារួចណាបងប្អូនបងស្ត្រីមេផ្ទះពេលនៅផ្ទះក៏អាចរៀនធ្វើមុខម្ហូបនឹងតាមខ្ញុំបានបងប្អូនមើលទៅបងប្អូនឥឡូវឆារបស់នាងខ្ញុំសាច់របស់យើងជួយបានឆាឆ្អិនហើយបងប្អូនហើយនាងខ្ញុំក៏បានផ្សំគ្រឿងរួចរាល់ហើយដែរបងប្អូនដល់នាងខ្ញុំបញ្ជាក់នាងខ្ញុំធ្វើការដាក់បងបន្លែចូលបងប្អូននេះបងប្អូននាងខ្ញុំធ្វើការដាក់បន្លែចូលហើយបងប្អូនខ្ញុំនឹងចាប់ដើមកូរវាឲ្យសព្វណាបងប្អូន
នេះខ្ញុំធ្វើការបោះបន្ថែមចូលបងប្អូនមកនេះខ្ញុំឆាគោនេះចូលឲ្យដល់ពេលទៀតបងប្អូនចំណុចបិទនេះខ្ញុំដាក់ចុងក្រោយបងប្អូនអត់មួយមុខអត់នេះចូលគោវាអត់ដូចបងប្អូនឆាបន្លែគ្រប់មុខរបស់យើងអីបងប្អូនឆាបន្លែទូឯងរបស់យើងបានអត់រួចរាល់ហើយឥឡូវនេះខ្ញុំធ្វើការដាក់ម្រេចចូលបងប្អូនហើយវារសជាតិខុសៗពីចិត្តកាន់តែឆ្ងាញ់ដូចម៉ែដាក់ចូលបងសូមជម្រាបបងប្អូនជួយចុច Subscribe Channel YouTube របស់នាងខ្ញុំម្នាក់មួយផងដើម្បីឲ្យនាងខ្ញុំមានទឹកចិត្តធ្វើវីដេអូថ្មីៗបន្តទៅចែកជូនបងប្អូនទស្សនាជម្រាបលា